ពិធីបុណ្យតកនៅបឹងស៊ីកុតស៊ូក៏ហុកកៃដូសួស្តីនៅក្នុង vlog នេះខ្ញុំនឹងនាំបងប្អូនមកស្គាល់និងណែនាំពីរបៀបធ្វើដំណើរទៅដល់កន្លែងដ៏ស្រស់ស្អាតមួយនៅកោះហុកកៃដូប្រទេសជប៉ុនដែលមានឈ្មោះថាបឹងស៊ីកុតស៊ូដែលជាបឹងដ៏ធំមួយនៅលើកោះហុកកៃដូនេះផងដែរជាពិសេសនៅក្នុងរដូវរងានេះគឺគេមានប្រារព្ធពិធីបុណ្យតកដែលមានទេសភាពនិងកន្លែងឲ្យយើងថតរូបបានស្អាតៗជាច្រើនអញ្ចឹងកុំបង្អង់យូរតោះមកទស្សនា vlog នេះទាំងអស់គ្នាបឹងនេះមានចម្ងាយប្រហែល30គីឡូម៉ែត្រពីព្រលានយន្តហោះ New Shitos ដើម្បីទៅដល់បឹងនេះបានយើងត្រូវធ្វើដំណើរពី Sapporo Station តាមរយៈរថភ្លើងឬឡានក្រុងឆ្ពោះទៅដល់ Shitos Station រួចត្រូវឡើងជិះឡានក្រុងឬតាក់ស៊ីបន្តទៅ Lake Shikutsuko Visitor Center នៅអំឡុងពេលបុណ្យតកនេះដែរគឺមានមនុស្សច្រើនអញ្ចឹងឡានក្រុងមានមនុស្សជិះច្រើនជាខ្លាំងហើយត្រូវរង់ចាំយូរដូច្នេះខ្ញុំ recommend ការជិះតាក់ស៊ីពី Shito Station ឬក៏ Detour ជាមួយ Klook តាម link នៅក្នុង description ឬ comment ខាងក្រោមដើម្បីសម្រួលដល់ការធ្វើដំណើរទៅទីនោះយើងបានមកដល់ Visitor Center ហើយនៅទីនេះក៏មានហាងលក់របស់ញ៉ាំផងដែរយើងក៏បានកំងនំនិង scallop អាំងមកសាឡបងនំនេះរសជាតិសូៗរីឯ scallop អាំងមានរសជាតិឆ្ងាញ់បន្ទាប់មកយើងដើរទៅមើលទេសភាពនៅមាត់បឹងស៊ីកុតស៊ូនេះទេសភាពនៅទីនេះគឺស្រស់ស្អាតជាខ្លាំងដែលមានទឹកបឹងថ្លានិងខៀវស្រងាត់ហើយនៅជុំវិញបឹងគឺមានភ្នំជាច្រើនដែលគ្របដណ្ដប់ដោយព្រៃតកពីលើដែលមានទេសភាពស្រដៀងទៅនឹងប្រទេសញូហ្សេឡង់អញ្ចឹងក្រោយមកយើងក៏នាំគ្នាដើរទៅកន្លែងប្រារព្ធពិធីបុណ្យតកតម្លៃសម្បត្តិចូលទស្សនាគឺម្នាក់ 1000 យេនហើយក្នុងឆ្នាំ2026នេះគេប្រារព្ធចាប់ពីថ្ងៃទី31មករាដល់ថ្ងៃទី23កុម្ភៈមើលតែពីក្រៅនេះក៏ស្អាតដែរមានជញ្ជាំងតកដូចនៅអង្គតាក់ទេអញ្ចឹងពេលដើរចូលទៅក្នុងយើងឃើញសុទ្ធតែគំនរព្រិលខ្ពស់ៗនិងជញ្ជាំងតកដូចទៅនឹង Fantasyland អញ្ចឹងជញ្ជាំងតកហ្នឹងគឺអត់ទាបទេបងប្អូនគឺខ្ពស់មែនទែនមើលតែរូបដែលយើងថតទៅគឺដឹងហើយមានរូបចម្លាក់តកជាច្រើនដែលធ្វើឡើងដោយការបាញ់ទឹកពីបឹងស៊ីកុតស៊ូនេះផ្ទាល់រួចបានធ្វើឲ្យវាកកបឹងនេះក៏ជាបឹងដែលមានទឹកថ្លាបំផុតមួយនៅក្នុងប្រទេសជប៉ុនផងដែរយើងដើរចូលមកកន្លែងមួយនេះដែលខ្ញុំហៅថា The Wall ដែលបងប្អូន fan រឿង Game of Thrones ក៏ជាស្គាល់ហើយគឺវាមានរូបរាងដូចនឹង The Wall នៅក្នុងរឿង Game of Thrones អញ្ចឹងមកដល់កន្លែងនេះខ្ញុំហៅថា Emerald Cave ដោយសារនៅក្នុងនេះគេបាញ់ភ្លើងពណ៌បៃតងទៅលើទឹកកកមើលទៅដូចត្បូងមរកតអញ្ចឹងនៅទីនោះក៏មានហាងកាហ្វេតូចមួយដែលមានលក់ស៊ុបពោតនិងកាហ្វេក្តៅៗផងដែរឥឡូវយើងបានដើរមកបរិវេណខាងក្រៅម្ដងនៅទីនេះក៏មានកម្មវិធីពេលយប់ផងដែរដែលមានការបើកភ្លើងពណ៌ដ៏ស្រស់ស្អាតតែយើងអត់បាននៅដល់យប់ទេដោយសារយើងមាន reservation ជាមួយហាងនៅ Sapporo ដូច្នេះយើងក៏ប្រញាប់ត្រឡប់មកវិញបើបងប្អូនចូលចិត្ត vlog របស់ខ្ញុំសូមកុំភ្លេច like follow និង subscribe channel ខ្ញុំម្នាក់មួយផងអរគុណនិងជួបគ្នានៅវីដេអូក្រោយ